mình ấy gặp bắt mình khai sne hai bàn tay khai chi ca chi chạm chẳng bây giờ con khai chi chắp bây giờ con nấc làm tiền hướng này con chi chắp hay con bàn toàn bắt ca chi chắp nấng chẳng ai thì con còn nấc hơi nó tầm net nó sne hai rồi cái có khai mà có thiên mi anh thế anh ta ai để bàn nhà hé để nhâm sai khơi chở nè nè khác có trang ban sne hai để sai có mặc đây sang cái cổ xe có thời ca sne hai làm mấy mà bộc độ bản năng màตัวnày có trang ai có kết ha mà để nâng on mấy mà được phơi trắng đây có cònเห็นสไนแฮนจังcòn là máy đây aiแบบปั้นนั่งไปอย่างไทยโดนตักสนับล้วนបាទជំរាបសួរលក្ខណៈហ្នឹងហើយអរគុណមែនទែនសម្រាប់ការចូលរួមនៅក្នុងកម្មវិធីរបស់យើងនៅថ្ងៃនេះអញ្ចឹងណាជួបគ្នាលើកទី1ណាចាចាបាទអរគុណលក្ខណៈមែនទែនដែលបានចំណាយពេលវេលាក្នុងការមកចូលរួមចែកម្លែកនៅក្នុងកម្មវិធីរបស់យើងថ្ងៃនេះចាហើយក៏មិនភ្លេចប្រិយមិត្តបងតែអញ្ចឹងជំរាបសួរប្រិយមិត្តរបស់យើងទាំងអស់គ្នាផងដែរអញ្ចឹងស្វាគមន៍ការត្រឡប់មកវិញនៅកម្មវិធីថែទាំសុខភាពផ្លូវចិត្តរបស់យើងសារជាថ្មីម្ដងទៀតបាទអញ្ចឹងថ្ងៃនេះដែរយើងមានប្រធានបទថ្មីមួយដែលប្រហែលជាបងប្អូនទាំងអស់គ្នាក៏ធ្លាប់ឮធ្លាប់គិតដែរតាក់ទងជាមួយនឹងប្រធានបទហ្នឹងអញ្ចឹងថ្ងៃនេះយើងនឹងនិយាយពីលុយនិងស្នេហាឬក៏យើងនិយាយថាលុយនិងក្តីស្រឡាញ់បាទមានមនុស្សជាច្រើនប្រហែលជាគិតថាស្នេហាសំខាន់ជាងលុយហើយមានអ្នកផ្សេងក៏គាត់គិតថាលុយក៏សំខាន់ដែរអញ្ចឹងនៅក្នុងទស្សនៈរួមប្រហែលជាថ្ងៃនេះយើងនឹងពិភាក្សាគ្នាជាមួយអ្នកជំនាញរបស់យើងគឺលក្ខណៈគាត់នឹងមកចែកម្លែកតាក់ទងជាមួយនឹងប្រធានបទមួយនេះតែយើងធ្វើមិនដើម្បីឲ្យជីវិតរបស់យើងវាមានតុល្យភាពរវាងលុយនិងក្តីស្រឡាញ់ហ្នឹងបាទអញ្ចឹងស្វាគមន៍លក្ខណៈម្ដងទៀតអញ្ចឹងមុនពេលយើងចាប់ដើមកម្មវិធីលក្ខណៈអាចស្វាគមន៍ប្រិយមិត្តយើងតិចទៅបាទចាចាជំរាបសួរលោកគ្រូហើយជំរាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកដែរតជាមួយនឹងប្រធានបទលុយនិងស្នេហាបើតាមដឹងលក្ខណៈក៏ជាអ្នកជំនាញមួយរូបដែរដែលយើងធ្វើការតាក់ទងជាមួយនឹងផ្នែកសុខភាពផ្លូវចិត្តណាចាខ្ញុំជាអ្នកប្រសាយោបល់ខ្ញុំជាអ្នកប្រសាយោបល់ដែលមានបទពិសោធន៍លើផ្នែកប្រសាយោបល់និងផ្នែកសង្គមគិច្ចរយៈពេល9ឆ្នាំហើយខ្ញុំបានបញ្ចប់ថ្នាក់បញ្ញាបត្រនៅសាកលវិទ្យាល័យភូមិភ្នំពេញនិងថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យភូមិន្ទដូចគ្នាហើយបច្ចុប្បន្នខ្ញុំគឺជាអ្នកប្រសាយោបល់មួយរូបបាទអញ្ចឹងមុនពេលចាប់ដើមកម្មវិធីចង់ឲ្យលក្ខណៈចែកម្លែកបន្តិចដែរតាក់ទងជាមួយនឹងប្រធានបទយើងថ្ងៃហ្នឹងលក្ខណៈយកឃើញថាម៉េចដែរចំពោះប្រធានបទយើងថ្ងៃហ្នឹងចាចាប្រធានបទយើងតាក់ទងជាមួយនឹងលុយនិងស្នេហាក៏ពិតពីនឹងអត់មានអីខុសមានអីត្រូវទេប៉ុន្តែថានេះជាមតិផ្ទាល់ខ្លួនហើយខ្ញុំក៏មានទស្សនៈមួយដែរដែលយើងនិយាយតាក់ទងជាមួយនឹងការដែលអាចយើងមានតំណែងស្នេហាឬក៏បង្កើតគ្រួសារមួយបានមាន3ចំណុចរបស់ទស្សនៈមួយរបស់លោកRobert ណាដែលគាត់និយាយទៅជាមួយនឹងមាន3មានភាពស្និទ្ធស្នាលការយល់ចិត្តការយល់ប្រស័យទៅជាមួយនឹងគ្នាចំណងចំណុចចិត្តស្តៀងគ្នាមានគោលដៅជីវិតស្តៀងគ្នាហើយមួយទៀតគឺការបដិញ្ញាចិត្តមានថាក្នុងតំណែងដើរទៅមុខបានតើតែមានការបដិញ្ញាចិត្តអញ្ចឹងបើយោងតាមទស្សនៈរបស់គាត់មានថានៅក្នុងហ្នឹងគឺអត់មានលុយនៅក្នុងហ្នឹងទេលុយវាជាផ្នែកមួយប៉ុន្តែគ្រឹះសំខាន់របស់តំណែងគឺតើតែមាន3ចំណុចហ្នឹងអញ្ចឹងណាចាវាតែដាច់ខាតត្រូវតែមានទាំង3ហ្នឹងឬក៏យ៉ាងម៉េចដែរបើសម្រាប់ខ្ញុំគិតថាមាន2សំខាន់ទី1តើតើជាមួយនឹងអភិស្និទ្ធស្នាលការយល់ចិត្តគ្នាហ្នឹងហើយមួយទៀតតើតើជាមួយនឹងការបដិញ្ញាចិត្តហើយចំណងចំណូលចិត្តវាសំខាន់ដែរប៉ុន្តែនៅក្នុងហ្នឹងមានថាមនុស្សគ្រប់គ្នាដែលស្រឡាញ់គ្នាមិនប្រកាសថាតើគាត់ចូលចិត្តដូចគ្នាទើបគាត់អាចស្រឡាញ់គ្នាបានទេប៉ុន្តែគាត់ចេះសម្រួលគ្នាមិនដើម្បីគាត់អាចប្រស័យទៅជាមួយគ្នាបានដូចគ្រឿងសម្លអញ្ចឹងម្នាក់ចូលចិត្តផ្អែមម្នាក់ទៀតអត់ចូលចិត្តផ្អែមទេអញ្ចឹងយើងអាចលេខលោកបែងចែកគ្នាបានមិនមែនទៅចូលចិត្តដូចគ្នាទេចាចាប់អារម្មណ៍មែនទេពេលដែលលក្ខណៈនិយាយថានៅពេលដែលយើងស្រឡាញ់គ្នាមិនប្រកាសថាយើងត្រូវតែមានចិត្តដូចគ្នាមិនត្រូវប្រកាសថាយើងចូលចិត្តដូចគ្នាទេប៉ុន្តែថាយើងចេះសម្របគ្នាប៉ុន្តែចំពោះលក្ខណៈបើសិនជាយើងអត់អាចដូចគ្នាប៉ុន្តែលក្ខណៈគិតថាយើងធ្វើមិនដើម្បីឲ្យយើងអាចស្របគ្នាបានឧទាហរណ៍បើសិនជាយើងជាមនុស្សម្នាក់ចូលចិត្តដើរលេងហើយម្នាក់ទៀតគាត់ជាមនុស្សម្នាក់ដែលចូលចិត្តនៅផ្ទះយើងអាចស្វែងយល់ពីគ្នាហើយមួយទៀតគឺទទួលអំពីភាពខុសគ្នាមានថាយើងដឹងថាដៃគូរបស់យើងគាត់ចូលចិត្តដើរលេងហើយយើងអត់ចូលចិត្តទេអញ្ចឹងឲ្យប្រកបយល់ពីគ្នាទាំងសងខាងដែរទីថាអ្នកខ្លះគាត់ចង់ណែនាំជាប្រពន្ធគេជាប្តីដើម្បីឲ្យមិត្តភ័ក្តិដើម្បីឲ្យមិត្តភ័ក្តិស្គាល់អីអញ្ចឹងទៅនៅក្នុងហ្នឹងគឺគាត់ត្រូវតែយល់ដែរថាម្នាក់គឺគាត់អត់ចូលចិត្តដើរទេអញ្ចឹងគាត់ចាំបាច់ត្រូវតែយល់អំពីម្នាក់ទៀតហើយម្នាក់ទៀតក៏ចាំបាច់ត្រូវយល់ដែរថាគាត់ចូលចិត្តដើរអញ្ចឹងអាចនឹងយើងផ្ដល់សិទ្ធិសេរីភាពរបស់គាត់មួយផ្នែកថាពេលណាដើរពេលណានៅផ្ទះយើងគួរតែបែងចែកគ្នានិយាយគ្នាឲ្យបានត្រឹមត្រូវអញ្ចឹងណា
បាទអញ្ចឹងចង់សួរទៅលក្ខណៈដែរបើសិនបុគ្គលម្នាក់គាត់ទៅការស្នេហាគាត់គួរតែមើលទៅលើចរិតលក្ខណៈមុនឬក៏គាត់មើលទៅលើសេដ្ឋកិច្ចមុន បើសម្រាប់ខ្ញុំហ្មងគឺខ្ញុំមើលអត្តចរិតមុនដោយសារតែខ្ញុំយល់ថាលុយអាចរកបានទេប៉ុន្តែអត្តចរិតរបស់មនុស្សគឺសំខាន់មានថាគឺសំខាន់ដោយសារតែនៅពេលដែលយើងមានអត្តចរិតដូចតេតងជាមួយចំណេះដឹងអត្តចរិតមានការទទួលខុសត្រូវអញ្ចឹងគឺយើងអាចនឹងរកលុយរកអីបានតាមក្រោយទេប៉ុន្តែបើសិនជាអត្តចរិតអត់ដូចគ្នាឬក៏មានភាពមានថានៅយើងអត់ចោះតម្រង់គ្នាឬក៏អីជាដើមអញ្ចឹងទៅវាពិបាកក្នុងការដែលយើងដំណើរដើរទៅមុខជាមួយគ្នាអញ្ចឹងណាព្រោះលុយយើងអាចពិភាក្សាគ្នារកធ្វើម៉េចដើម្បីអាចរកបាននៅចំពោះលក្ខណៈចាតែបើសិនជាទូទៅលក្ខណៈមើលឃើញជាក់ស្ដែងនៅក្នុងសង្គមជាបបពិសោធន៍ការងារជាបបពិសោធន៍ការរស់នៅក្នុងសង្គមរាល់ថ្ងៃលក្ខណៈឃើញថាតែមនុស្សភាគច្រើនរាល់ថ្ងៃគាត់ឲ្យតម្លៃទៅលើអីជាងរវាងអត្តចរិតឬក៏រវាងបើយើងនិយាយឲ្យខ្លីគេថាអ្នកមានលុយនិយាយសម័យហ្នឹងផៃយើងអាចឃើញនៅពេលខ្លះដូចឃើញមនុស្សមួយចំនួនគាត់មើលទៅលើសម្ភារៈនិយមច្រើនមុននឹងគាត់តាក់ទងអញ្ចឹងណាដូចមានឡានទំនើបមានទូរស័ព្ទមានអីទំនើបប្រើអញ្ចឹងទៅគាត់ស្រឡាញ់អញ្ចឹងទៅប៉ុន្តែក៏មានអ្នកខ្លះទៀតគឺគាត់អត់ធ្វើអញ្ចឹងគឺគាត់មើលអំពីម្នាក់មានការងារធ្វើអត់អត្តចរិតអីមិនដែរទទួលត្រូវអត់អញ្ចឹងណាអញ្ចឹងអាចពិបាកសម្រេចដែរដោយសារអីមនុស្សម្នាក់មានចំណង់ចំណូលចិត្តខុសគ្នាហើយយើងក៏អត់អាចគិតថាម្នាក់គាត់ធ្វើអញ្ចឹងខុសឬក៏ត្រូវដែរព្រោះដោយសារតែអីវាជាគោលដៅជីវិតរបស់គាត់រៀងៗខ្លួនចុះបើសិនជាក្នុងករណីដែលគាត់មានអត្តចរិតល្អគាត់មានការងារល្អប៉ុន្តែគាត់ជាបុគ្គលម្នាក់ដែលអត់មានបើសម្រាប់ខ្ញុំគឺតកតងជាមួយនឹងផ្នែកហ្នឹងបើសិនជាមនុស្សខ្ញុំស្រឡាញ់គឺយើងអាចតកតងគ្នាប៉ុន្តែយើងជំរុញគ្នាមានថាអូខេថាគាត់មានជំនាញបច្ចេកវិទ្យាឬក៏ជំនាញផ្នែកណាមួយជំនាញលក់ឬក៏ជំនាញអីចឹងទៅអញ្ចឹងយើងអាចបង្កើតការងារឬក៏ស្វែងរកការងារណាដែលសមនឹងគាត់មិនមែនន័យថាយើងស្រឡាញ់ហើយយើងត្រូវចាំគាត់ទេគឺយើងត្រូវតែពិភាក្សាគ្នាដើម្បីរកអីដើម្បីវាស័ក្តិសមជាមួយសមត្ថភាពគាត់ហើយយើងដើរទៅមុខជាមួយគ្នាមិនយើងនៅតែប៉ុណ្្នឹងរហូតទេបកទៅថែមបន្តិចទៀតបើសិនបើយើងមើលទៅលើលុយនិងស្នេហាលក្ខណៈគិតថាមួយណាដែលវាមានឥទ្ធិពលខ្លាំងជាងបើសម្រាប់ខ្ញុំគឺខ្ញុំឲ្យស្នេហាលេខ1លុយលេខ2មានថាក៏ពិតពីនឹងក៏អាចខ្វះមួយណាបានទេគ្រាន់ថាសម្រាប់ខ្ញុំគឺស្នេហាហ្នឹងក្តីស្រឡាញ់ហ្នឹងសំខាន់ជាងលុយដែលសារតែខ្ញុំយល់ថាលុយហ្នឹងរកបានទេអញ្ចឹងណាចាបើសម្រាប់ខ្ញុំគឺលុយគឺយើងអាចទិញសម្ភារៈបានប៉ុន្តែអាចទិញក្តីស្រឡាញ់ភាពកក់ក្ដៅបានទេ